តែស្មើប្រមាណអញ្ចឹងយើងយកមកធ្វើជាប្រមាណវិធីមកបាទបន្តទៀត5ភាគ6បូក1ភាគ2អញ្ចឹងគឺយើងបូកប្រភេទនិងប្រភេទអញ្ចឹងយើងបានរៀនហើយមេរៀនតទៅនឹងការបូកប្រភេទនិងប្រភេទអញ្ចឹងដើម្បីបូកភាគនិងប្រភេទបានតើតែភាគបែងឬក៏យើងអាចនិយាយថាខាងក្រោមនេះដូចគ្នាបាទខាងក្រោមលេខដូចគ្នាកាលណាលេខដូចគ្នាហើយគេបូកខាងលើនិងខាងលើបាទខាងក្រោមរក្សាទុកនៅដដែលអញ្ចឹងខាងក្រោមនេះអត់ដូចគ្នាទេអញ្ចឹងដើម្បីបូកបានតើតែយើងតម្រូវខាងក្រោមឲ្យដូចគ្នាសិនអញ្ចឹង5ភាគ6បូក1សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលរៀនថ្នាក់ទី6បាទវិជ្ជាលោកគ្រូសាជាថ្មីមកកាន់ការរៀនគណិតវិទ្យាថ្នាក់ទី6បាទអញ្ចឹងមេរៀននេះយើងនឹងរៀនបន្តតទៅនឹងចំណុចទី4វិធីបូកប្រភេទមានភាពបែងខុសគ្នាបាទអញ្ចឹងយើងបន្តដល់ចំណោទទី3ហើយយើងបានរៀនចំណោទទី1ទី2ចប់ហើយឥឡូវយើងតដល់ចំណោទទី3បាទតោះឥឡូវយើងអានចំណោទដល់គ្នាមីងច័ន្ទទិញសាច់ជ្រូកទម្ងន់បាទ5ភាគ6គីឡូក្រាមនិងសាច់គោទម្ងន់1ភាគ2គីឡូក្រាមតើសាច់ទាំងពីរមុខមានទម្ងន់ប៉ុន្មានគីឡូក្រាមបាទអញ្ចឹងដើម្បីធ្វើចំណោទបានគឺយើងត្រូវតែអានចំណោទ 4-5 ដងទៅឲ្យយល់ថាចំណោទហ្នឹងគេប្រាប់អីខ្លះបាទហើយគេសួររកអីអញ្ចឹងយើងអានទៅបាទអាន 4-5 ដងទៅបាទអញ្ចឹងយើងមើលចំណោទដងទៀតមីងច័ន្ទទិញសាច់ជ្រូកទម្ងន់5ភាគ6គីឡូក្រាមនិងសាច់គោទម្ងន់1ភាគ2គីឡូក្រាមបាទនិយាយរួមទៅគឺមីងច័ន្ទហ្នឹងគឺទិញសាច់ទាំងអស់គឺ2មុខបាទទី1គឺសាច់ជ្រូកហើយទី2គឺសាច់គោបាទគាត់ទិញសាច់ជ្រូក5ភាគ6គីឡូក្រាមសាច់គោគឺទម្ងន់1ភាគ2គីឡូក្រាមហើយសំណួរក៏សួរថាតើសាច់ទាំងពីរមុខមានទម្ងន់ប៉ុន្មានគីឡូក្រាមបាទអញ្ចឹងគេសួររកសាច់ទាំងអស់បាទសាច់ជ្រូកហើយសាច់គោហ្នឹងបូកចូលគ្នានឹងឃើញប្រមាណបាទអញ្ចឹងយើងរកទម្ងន់សាច់ទាំងពីរមុខអញ្ចឹងដើម្បីរកទម្ងន់សាច់ទាំងពីរមុខបានយើងត្រូវយកទម្ងន់សាច់ជ្រូកបាទ5ភាគ6គីឡូក្រាមបូកឲ្យនឹងទម្ងន់សាច់គោគឺ1ភាគ2គីឡូក្រាមតែស្មើប្រមាណអញ្ចឹងយើងយកមកធ្វើជាប្រមាណវិធីមកបាទបន្តទៀត5ភាគ6បូក1ភាគ2អញ្ចឹងគឺយើងបូកប្រភេទនិងប្រភេទអញ្ចឹងយើងបានរៀនហើយមេរៀនតទៅនឹងការបូកប្រភេទនិងប្រភេទអញ្ចឹងដើម្បីបូកភាគនិងប្រភេទបានតើតែភាគបែងឬក៏យើងអាចនិយាយថាខាងក្រោមនេះដូចគ្នាបាទខាងក្រោមលេខដូចគ្នាកាលណាលេខដូចគ្នាហើយគេបូកខាងលើនិងខាងលើបាទខាងក្រោមរក្សាទុកនៅដដែលអញ្ចឹងខាងក្រោមនេះអត់ដូចគ្នាទេអញ្ចឹងដើម្បីបូកបានតើតែយើងតម្រូវខាងក្រោមឲ្យដូចគ្នាសិនអញ្ចឹង5ភាគ6បូក1ភាគ2អញ្ចឹងបើយើងតម្រូវទៅបាទមានថាយើងតម្រូវលេខ2នេះឲ្យទៅជា6ព្រោះលេខ2នេះមានមេលេខគុណទៅស្មើ6ដល់ពេល6នេះយើងអត់ធ្វើទេយើងសរសេរមកដដែលបូកអញ្ចឹងខាងក្រោមនេះចង់បាន6អញ្ចឹងយើងមិនយក2គុណនឹង3កាលណាខាងក្រោមគុណនឹង3ខាងលើគុណនឹង3ដែរបាទតទៅទៀតយើងកណនីបន្តបាទអញ្ចឹង5ភាគ6នេះមកដដែលបូកបាទខាងលើនេះគុណមក1គុណនឹង3បាន3 2គុណនឹង3បាន6អញ្ចឹងបាន3ភាគ6បាទអញ្ចឹងយើងបូកចូលគ្នាមក5បូក3 8 6រក្សាទុកនៅដដែលអញ្ចឹងស្មើនឹង8ភាគ6បន្តទៀតលេខនេះអាចសម្រួលបានបាទអញ្ចឹងខាងលើនេះយើងចែកនឹង2ទៅបាន4ខាងក្រោមចែកនឹង2បាន3បាទអញ្ចឹងស្មើ4ភាគ3ហើយបន្តទៀតយើងអត់អាចសម្រួលបានទៀតទេបាទលេខនេះអត់អាចសម្រួលទៅបានទៀតទេអញ្ចឹងស្មើនឹង4ភាគ3បាទជាចម្លើយបាទអញ្ចឹងយើងអាចឆ្លើយថាទៀតមកគឺដូចនេះបាទដូចនេះទម្ងន់សាច់ទាំងពីរមុខគឺយើងបូកឃើញមកនេះ
4/3 kg បាទជាចម្លើយអញ្ចឹងតកតងនឹងចំណោទទី3គឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់តកតងនឹងការបូកពភាគឬក៏ចំណោទអីផ្សេងទៀតតកតងនឹងមេរៀនវិធីបូកនិងវិធីដកពភាគនេះបងប្អូនអាច comment នៅខាងក្រោមវីដេអូបានជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត